នៅក្នុងភូមិតូចមួយមានយាយស្រីចាស់ឈ្មោះស្រីរយព្រឹកយាយស្រីចូលចិត្តចុះចំការក្រោយផ្ទះដីស្រោចស្រពបន្លែដុះលូតលាស់ហើយមានសួនឈើដ៏ស្រស់ស្អាតក្មួយតារាកូនប្រុសតូចរបស់យាយក៏លេងនៅជិតនឹងសត្វរីករាយជីវិតសាមញ្ញប៉ុន្តែមានភាពសុខសាន្តនិងសន្តិភាពនិយមថ្ងៃមួយនៅពេលយាយកំពុងជីកដីដើម្បីដាំបន្លែថ្មីៗនាងចាប់អារម្មណ៍ថាឯណាមួយនៅក្រោមដីរឹងខ្លាំងសំឡេងដែកបុកនឹងដុំថ្មធ្វើឲ្យយាយស្ទះស្ទើរតារាបលេងហើយរត់មកមើលតើមានអ្វីលាក់ខ្លួននៅក្រោមដីនេះយាយស្រីជីកបន្ថែមហើយរឿងមិនគិតស្រួលបានកើតឡើងនាងឃើញប្រអប់ឈើចាស់មួយគួរឲ្យសង្ស័យពេលបែកឡើងមានពន្លឺមានរលោងភ្លឺចេញមកគ្រឿងអលង្ការប្រាក់មាសនិងកាក់មានចានអង្គពន្លឺដ៏អស្ចារ្យតារាដឹងថានេះគឺជាអ្វីពិសេសណាស់ស្នាមអារម្មណ៍រីករាយលើមុខយាយនិងក្មួយបំភ្លឺទាំងសួនបន្ទាប់ពីគិតយ៉ាងជ្រៅជ្រៅយាយស្រីសម្រេចចែកប្រាក់មាសនោះឲ្យមនុស្សក្នុងភូមិដែលមានកង្វល់មនុស្សច្រើនទទួលបានជំនួយស្នាមញញឹមត្រឡប់មកវិញភូមិទាំងមូលពោពេញដោយក្តីអំណរតារាមានមោទនភាពចំពោះយាយដែលមានចិត្តធម៌និងសប្បុរសលើគេថ្ងៃក្រោយៗមកសួនច្បាររបស់យាយស្រីដុះស្រស់ស្អាតជាងមុនដូចជាអំណោយលើកទឹកចិត្តពីស្នេហានិងការចែករំលែកតារាជួយយាយស្រោចទឹកដូចធម្មតាពន្លឺថ្ងៃដ៏ក្តៅក្តៅបកស្រាយថាក្តីល្អនាំមកនូវអ្វីល្អជានិច្ចក្តីសុខសាន្តក្តីអំណរនិងស្នេហាជាប់